Ok បងបងនេះគឺជាវីដេអូរបៀបប្រើប្រាស់បង microphone model K80 បងបងនេះសេរីថ្មីណាចុះ microphone របស់យើងនេះមានប្រអប់មានអីអញ្ចឹងស្អាតមែនតើហើយសាកថ្មគឺបងសាកថ្មមួយកន្លែងនេះណាហើយនេះខ្សែសាកនៅក្នុងនេះបងបងទាំងអស់គ្នាហើយសាកគឺសាកជាមួយនឹងប្រអប់នឹងហ្មងអញ្ចឹងសម្រាប់ការប្រើប្រាស់ microphone នេះបងវាមានដូចពីនេះដូច Type C នេះដូច iPhone អញ្ចឹងបងប្រើទូរស័ព្ទមកអីបងដោតតាមហ្នឹងណាអូខេបងបងអញ្ចឹងសម្រាប់ microphone ពេលយើងដោតទៅគឺវាចេញភ្លើងអញ្ចឹងអញ្ចឹងបើចេញភ្លើងគឺមានន័យថាវាស្គាល់មួយទៀតបងបងសម្រាប់បងបងថតមុនថតបើសិនជាទូរស័ព្ទយើងមាន cache បងបងដក cache ចេញសិនណាព្រោះវាក cache ក៏វាអត់ស្គាល់ដែរអញ្ចឹងសម្រាប់ mic របស់យើងវាមាន3 function សលេង microphone នេះបងដោតភ្លាមទៅគឺវាចូល function កាត់ខ្យល់អូតូអញ្ចឹងអានេះវាមាន2ប៊ូតុងនេះបងបងមានប៊ូតុងលើប៊ូតុងក្រោមអញ្ចឹងបងចុចអាប៊ូតុងលើនេះមកคลิกមកនេះបងចុចទៅវាបាត់អានេះហើយអញ្ចឹងវាចូល function original sound ហ្នឹងវាអាចមានសលេងខាងក្រៅចូលអញ្ចឹងបងចុច2ដងនេះបងបើសិនជាបងចុច2ដងចេញសញ្ញាមីក្រូចេះវាជាប់ mode សលេងអញ្ចឹងនិយាយទៅអត់លឺទេអញ្ចឹងបងដោះ mode សលេងវិញចុច2ដងដូចគ្នា1 2នេះបងអញ្ចឹងយើងចុចអាកន្លែងប៊ូតុងលើនឹងដដែល3ដង1 2 3អូខេបងពេល3ដងវាចេញសញ្ញាកន្លែងនេះចាសញ្ញានេះសញ្ញា echo លើបែបឡងឡងណាអញ្ចឹងសម្រាប់ function នេះគឺជា function echo អញ្ចឹងបើសិនជាបងចង់ដោះ echo ចេញវិញបងចុចអានឹង3ដងដូចគ្នា1 2 3នេះបងទាំងគ្នាអញ្ចឹងវាបាត់អស់ហើយអញ្ចឹងចូលមកដល់ filter សលេងគឺអាប៊ូតុង up នេះបងបើសិនជាបងចុចប៊ូតុង up នេះមួយអានេះវាស្មើនឹងយើងកាត់ផ្ដាច់វីដេអូដូចថានេះឥឡូវទីខ្ញុំកំពុងថតអញ្ចឹងទៅខ្ញុំចុច up នឹងមួយវីដេអូដែលខ្ញុំកំពុងថតហ្នឹងគឺវាដាច់ហើយស្មើយើងបិទវីដេអូអញ្ចឹងហើយមួយទៀតពេលដែលបងចាប់ដើមថតបងអត់ចង់ចុចអាកន្លែង play ថតហ្នឹងបងអាចចុច up នឹងគ្នាចុច up នឹងមួយទៅស្មើនឹងយើងចុចថតខ្លួនឯងអញ្ចឹងup ហ្នឹងបើសិនជាមិនចាំបាច់ទេមួយកុំចុចបងចុចចាប់ពី2ឡើងឥឡូវខ្ញុំប្រាប់បងចុចចេះមក1 2បងចុច double click 2ដងចេះវាចូល filter សលេងទី1បងចុច double click ទៀត1 2 double click ទៀតវាចូល filter សលេងទី2 1 2បងចុច double click 2ដងទៀតវាចូល filter សលេងទី3អញ្ចឹងអា filter សលេងហ្នឹងមានរហូតដល់3មានសលេងមនុស្សប្រុសសលេងមនុស្សស្រីហើយនិងសលេងកូនក្មេងអញ្ចឹងយើងដោះ filter សលេងហ្នឹងអស់យើងចុចលើកទី3 1 2នេះចុចលើកចុងក្រោយមកគឺវាអស់ហើយអស់ filter សលេងហ្នឹងហើយបើមួយទៀតបើសិនជាបងចុចជាប់ filter ហើយបងវែងហើយអត់ដឹងថាត្រូវចុចមិនទៀតទេយើងភ្លេចអញ្ចឹងបងគ្រាន់តែដាក់ចូលប្រអប់វិញមកហើយដកចេញមកវាស្មើនឹងយើង restart អាកម្មវិធី mic នេះអញ្ចឹងយើងដាក់ចូលប្រអប់ហើយដកចេញវិញមកគឺវាចូល function កាត់ខ្យល់នេះខ្លួនឯងអូតូមកហ្នឹងករណីបងភ្លេចអត់ដឹងថាត្រូវធ្វើម៉េចគឺធ្វើដូចខ្ញុំទៅក្បាច់ស្រីបងដាក់ចូលប្រអប់ហើយដកចេញវិញមកគឺអូខេហើយសម្រាប់នេះបងគេមានឲ្យបងគៀបចេះក៏បានហើយបងឆក់ក៏បានដែរឡយអានេះបងឆក់ក៏បានគៀបក៏បានអញ្ចឹងបងចង់ឆក់ក៏បានគៀបនៅជាប់កប៉ាល់អាវយើងក៏បានដែរងាយស្រួលមែនតើ model K80 របស់យើងនេះសេរីថ្មីហើយមួយទៀតគេមានរោមឲ្យបងប្អូនគ្នានេះគេមានសម្មើទប់ខ្យល់ចេញពីមាត់យើងអញ្ចឹងពីព្រោះអានេះធម្មតាបើយើងអ្នកខ្លះគាត់និយាយគៀបមាត់ពេកអាសលេងម៉ៃហ្នឹងគឺវាលឺចូលនៅក្នុងអាសលេងខ្យល់ចេញពីមាត់ហ្នឹងវាលឺចូលនៅក្នុងវីដេអូហ្មងអញ្ចឹងអារោមនេះស្រួយបងហ្នឹងគេមានឆក់នៅក្នុងហ្នឹងបងគាត់តែដាក់ទៅវាប៉ះគ្នាទៅគឺវាឆក់ឯនេះវាឆក់ចឹងហ្មងអញ្ចឹងយើងបាច់ធ្វើអីទៀតទេគាត់ដាក់ចឹងមកឆក់ឯអារោមហ្នឹងវាគាត់តែបន្ថែមជាម៉ូទេអាហ្នឹងបងដាក់ក៏បានអត់ក៏បានតែរោមហ្នឹងវាជួយទប់សលេងខ្យល់ចេញពីមាត់របស់យើងដែរអូខេបងទាំងអស់គ្នាtrongវីដេអូរបៀបប្រើប្រាស់បងប្អូននេះមានតែប៉ុណ្្នឹងទេអរគុណ